កុំដើរលេងដល់យប់ជ្រៅពេកប្រយ័ត្នប្រមាត់ប្រមងចាប់ស៊ីពោះវៀននេះជាសម្ដីដែលចាស់បុរាណរមែងហាម5កូនចៅតែនេះជាការពិតឬគ្រាន់តែជាពាក្យបន្លាចរបស់ចាស់បុរាណដើម្បីហាមមិនឲ្យកូនចៅដើរដល់យប់ជ្រៅនៅក្នុងព្រៃស្ដុកមួយកន្លែងប្រជាជនរស់នៅជាធម្មតាដោយពឹងផ្អែកលើផលឡានុផលធម្មជាតិគ្រប់ប្រភេទដែលកើតចេញពីព្រៃនោះព្រៃនោះក៏ជាជ្រុងនៃសត្វកាយសាហាវដែរដូចជាសត្វខ្លាឆ្កែចចកនិងសត្វអាសឺរពិសគ្រប់ប្រភេទដែលជាហេតុនាំឲ្យអ្នកភូមិត្រូវមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលាព្រោះជីវិតរបស់ពួកគេអាចបាត់បង់គ្រប់វិនាទីដោយស្នាដៃនៃសត្វព្រៃទាំងអស់នោះគ្មានអ្នកណាដឹងទេថាវាមានភាវៈអ្វីខ្លះដែលកំពុងអាស្រ័យផលក្នុងព្រៃក្រាស់ដាច់កន្ទុយភ្នែកមួយនេះទេដំណើរអំពីប្តីប្រពន្ធមួយគូដែលប្តីឈ្មោះសម្បត្តិរីឯប្រពន្ធឈ្មោះសោភ័ណ្ឌអ្នកទាំងពីររស់នៅជិតព្រៃមានជីវភាពក្រីក្រលំបាកតោកយ៉ាកហើយភាពលំបាកនេះហើយដែលជាហេតុញ៉ាំងជីវិតប្តីប្រពន្ធមួយគូនេះមិនឲ្យស្គាល់ពាក្យថាផ្អែមល្ហែមនៅក្នុងគ្រួសារយ៉ាងម៉េចទេព្រោះបញ្ហាខ្វះអង្ករច្រកឆ្នាំងក្លាយជាបញ្ហាដឹកមកបង្កាត់ភ្លើងជំលោះនៅក្នុងគ្រួសារជារៀងរាល់ថ្ងៃដោយពាក្យចាស់លោកពោលថាស្នេហ៍មិនឈ្នះស្និទ្ធយ៉ាងណាក៏ដោយបើខ្វះបាយល្ងាចប្រទោះស្និទ្ធប៉ុណ្ណាក៏ឆ្លោះគ្នាដែរមិនខុសពីសពដងឡើយសំឡេងស្រែកចុំទាលសួរដោយកំរោលបានបន្លឺឡើងមួយថ្ងៃហើយតើឯងបាត់ទៅណាហើយឯងចេញទៅមួយថ្ងៃនឹងតើមានរកអ្វីបានឆីខ្លះទេសំឡេងរបស់នាងសោភាចោទសួរដោយកំហឹងទៅប្តីដែលកំពុងកាន់កំបិតនៅនឹងដៃដែលដើរត្រឡប់មកពីព្រៃវិញកុំមកស្រ័យជំទាវដាក់អញណាប្រយ័ត្នអញអត់មិនបានកំពុងក្តីចិត្តរកស្អីឆីមិនបានផងយ៉ាអាប់ដីអត់បានការរស់ស្អីមិនបានឆីហើយហៀមកស្រែកគំរាមអញទៀតហេបើអញខ្លាំងក៏ហក់មកកាប់មកអញមិនខ្លាចទេវៃបើគង់តែស្លាប់ដោយដាច់ពោលដដែលនោះយើកុំបានតែបន្ទោបើឯងខ្លួនបើណាមិនចេញទៅរកឆីខ្លួនឯងទៅបើអញចេះរកបរបាញ់ដោយខ្លួនឯងអញចាំបាច់អីទ្រូយកអញមកធូបព្រៃបើថាមិនការទេចេញពីផ្ទះទៅកុំមកវិញឲ្យសោះដោយចិត្តចង់ឈ្នះសម្ដីប្រពន្ធសម្បត្តិក៏ដើរចេញពីផ្ទះទាំងក្រេវក្រោធដោយមិនលាសូម្បីតែមួយម៉ាត់ដោយរំលងអស់រយៈពេល3ថ្ងៃទៅហើយសម្បត្តិនៅមិនទាន់ត្រឡប់មកផ្ទះវិញទៀតសោភ័ណ្ឌក៏ដេកក្នុងខ្ទមកំសត់តែម្នាក់ឯងដោយគ្មានប្តីនៅក្បែរចំនួន3ថ្ងៃមកហើយដែរនៅរសៀលថ្ងៃទី4សោភ័ណ្ឌសម្លឹងមើលទៅឆ្ងាយឃើញស្រមោលមនុស្សស្ទង់ស្ទង់ដើរសំដៅមករកនាងនាងក៏បើកភ្នែកភ្លឺនៅពេលឃើញអត្តសញ្ញាណរបស់ម្ចាស់ស្រមោលនោះរួចនាងក៏ញីភ្នែកដោយមិនជឿ
លើអ្វីដែលខ្លួនបានឃើញ ឯងត្រឡប់មកវិញហើយមែនទេ នាងនិយាយបណ្ដើរទឹកភ្នែករលីងរលោងបណ្ដើរព្រោះមនុស្សដែលនាងឃើញនោះគឺជាសម្បត្តិដែលចេញពីផ្ទះអស់រយៈពេល3ថ្ងៃកន្លងផុតទៅហើយរីឯសម្បត្តិវិញក៏មិនឆ្លើយតបអ្វីទាំងអស់រួចក៏ដើរចូលមកក្នុងផ្ទះទាំងទឹកមុខស្មើនិងលហិតលហៃអស់កម្លាំងសោភ័ណ្ឌឃើញដូច្នោះនាងក៏មិនតបតអ្វីទាំងអស់ព្រោះនាងគិតថាប្រហែលជាប្តីរបស់នាងនៅខឹងនឹងនាងនៅឡើយទើបគាត់មិនព្រមស្ដីនឹងនាងបែបនេះ